miang kulទី1ដែលមានបទថាអសេវនាចទាលានាំងមានសេចក្តីថាកិរិយាមិនខ្សែគប់នៅបុគ្គលពីលនេះឯងព្រះពុទ្ធជាម្ចាស់លោកបានសម្ដែងថាជាមង្គលដ៏ឧត្តមការមិនខ្សែគប់នឹងជនពីលឈ្មោះថាមិនបានធ្លាក់ទៅកាន់អបាយយ៉ាងហោចណាស់ក៏បានកើតធម្មមនុស្សដែរអ្នកដែលខ្សែគប់នឹងជនពីលតែងធ្លាក់ទៅកាន់អបាយគឺទៅកើតនរកកើតអសុរកាយដេរឆានអាស្រ័យនឹងការស្ដាប់ស្នានិងការខ្សែគប់ការដែលមិនបានធ្លាក់ទៅក្នុងអបាយទាំង4នោះឯងសត្វទាំងឡាយនឹងមានកំណើតយ៉ាងហើយក៏បានកើតត្រឹមនោះដែរដូច្នេះឈ្មោះថាការមិនខ្សែគប់នេះចាត់ជាមង្គលដ៏ប្រសើរមួយនៅក្នុងពុទ្ធសាសនាឥឡូវសូមបញ្ជាក់អំពីរឿងទៀតជនណាក៏ដោយឲ្យប្រកបតែដោយអកុសលធម៌គេហៅអកុសលកម្មបទទាំង10ចំនួនទៅហៅពីលហើយគឺកាយកម្ម3វិច័យកម្ម4មនោកម្ម3ដែលជាទុច្ចរិតអាក្រក់នឹងក៏ហៅទៅជនពីលដូចជាបានសម្ដែងខាងដើមហើយជនពីលក្នុងទីនេះគឺមានច្រើនតែសូមលើកយកគូ6ដែលព្រះពុទ្ធជាម្ចាស់ថាសាស្តាទាំង6ចាត់ជាជនពីលគឺបានដល់បូរណកសបៈ1មគ្គនិកុសាល1និកន្ធនិតបុត្រ1សញ្ជយៈវេលតបុត្រ1បកោធៈបច្ចាយណៈ1និងអจิตៈទេសៈកម្មលៈ1គឺថាគ្រូទាំងអស់នេះសុទ្ធតែជាជនពីលហើយគ្រូបូរណកសបៈនេះក៏បានសម្ដែងមកតារួចហើយញខនិកុសាលក៏បានសម្ដែងហើយគ្រូពីរនេះបូរណកសបៈគាត់នេះឈ្មោះកសបៈគូនហើយតាមកូនហើយកសបៈហើយគាត់កើតមកជាគម្រប់ទី100នៃជន99នាក់ដែលជាខ្ញុំគេហើយពេញតែបួសនេះបួសស្រាប់ដល់វិសការៈការឡើងគង់ទៀតទៅដោយសារអាស្រ័យនឹងការស្រាប់វិជាជនមើលច្រឡំក៏ប្រកាសសាសនាស្រាប់ក៏សម្ពុតនឹងចោលប្លន់យកទៅហើយក្រោយមកក៏មានសិស្សគុណនឹងដល់14-500នាក់ហើយគ្រូមួយទៀតគេហៅមគ្គនិកុសាលគាត់នេះកើតនៅរោងគោហើយសម័យថ្ងៃមួយគាត់កាន់ក្អមតាមចៅវាយរបស់គាត់ដល់ដួលទៅភ័យក៏រត់ទៅចៅវាយក៏ចាប់លេខជាសម្ពុតអស់មកក៏លបោសម្ពុតទាំងអស់ទៅគាត់ក៏ស្រាតទៅនៅស្រុកឃើញថាសេចក្តីចែកស្រាចូលចិនថានេះជាប្រារហន្តម្ល៉េះហើយក៏បូជាគ្រឿងសក្ការៈគាត់ដល់ឃើញគេបូជាអញ្ចឹងគាត់ពិចារណាថាការបូជានេះមកអំពីអញស្រាតទេថាបើអញ្ចឹងអញប្រកាសសាសនាស្រាតក៏លេខជាសម្ពុតទៅខាងក្រោយក៏មានសិស្សគុណច្រើនដែលគោរពដែលមានតថេត្រូវគ្នាគ្រូមួយទៀតគេហៅនិកន្ធនិតបុត្រគាត់នេះជាកូនអ្នកលបំតែបញ្ចេញនៅការពោលថាអាត្មាអញគ្មានកលេសទេគ្មានកលេសជាគ្រឿងចងរូបរទេហើយកលេសក្នុងទីនោះគាត់សម្គាល់នៅចង់សេចក្តីត្រឹមតែមិនមានប្រពន្ធមិនមានកូនមិនជាប់នៅផ្ទះចេញមកផុតអញ្ចឹងតាមការពិតកលេសក្នុងចិត្តនៅមានទេអញ្ចឹងគាត់ក៏មានឈ្មោះថានិកន្ធនិតបុត្រគ្រូមួយទៀតឈ្មោះថាសញ្ជយៈវេលតបុត្រសញ្ជយៈនេះជាឈ្មោះវេលតបុត្រគឺជាកូនរបស់អ្នកត្បាញផែងហ្នឹងក៏ប្រកាសលទ្ធិសាសនាហ្នឹងក៏មានសគុណច្រើនមួយចំនួនទៅហើយមួយទៀតគ្រូមួយទៀតហៅថាបកោធៈកច្ចាយណៈគាត់នេះមានកូនឈ្មោះកច្ចាយណៈបកោធៈជាឈ្មោះហើយគាត់ក៏ប្រកាសសាសនាមួយទៅ
ជាលទ្ធិដតីក្រៅអំពីពុទ្ធសាសនាដែរតែចូលទៅក្នុងមច្ឆាទិដ្ឋិគ្រូនេះខ្លែងគាត់មិនប្រើទឹកត្រជាក់ទេគាត់ថាតែប្រើទឹកត្រជាក់បាបដាច់សិលគាត់ហើយម្ល៉េះហើយគាត់បន្ទូបងអុចរៈបស្សាវៈបលៈដៃបលៈជើងឲ្យគាត់លាងតែទឹកក្តៅហើយទឹកអង្គណាហើយបើទៅការឆ្លងទឹកឆ្លងស្ទឹងអញ្ចឹងទៅទឹកជើងអញ្ចឹងទៅឬដើរកាត់ផ្លូវទៅទឹកអញ្ចឹងទៅគាត់ថាសិលគាត់ស្ងាយហើយគាត់ដើរទៅពូនជាដីសាច់ធ្វើជាប្រសថោទៅអតិថានសិលគាត់ទៅគាត់ធ្វើដំណើរទៅទៀតនេះតែការលទ្ធិចឹងហើយគ្រូមួយទៀតគេហៅថាអចិតៈទេសកម្មពលៈគាត់ឈ្មោះអចិតៈហើយគាត់ប្រើសម្ពុតកំពុលដែលធ្វើត្បាញអំពីសក់មនុស្សនេះសាស្ត្រាទាំង6នេះលើកហៅទៅជនពីលហើយមានសេចក្តីរឹងក្អឹងណាស់មានមានះណាស់ហើយតែងប្រកាសខ្លួនឯងជាប្រារហន្តដ៏ខ្លាំងក្លាជាប្រារហន្តដ៏ប្រសើរក្នុងលោកជាងប្រារហន្តទាំងឡាយគាត់ប្រកាសអញ្ចឹងហើយពុទ្ធយើងក៏ជាប្រារហន្តសាវកសម្ពុទ្ធដូចជាសេរីលោកកលៀននេះសិតតែជាប្រារហន្តទាំងអស់លោកអស់កលេសតែរហន្តខាងពុទ្ធសាសនាវិទឹករហន្តគ្រូ6គេហៅរហន្តមានគំនិតខូចអួតលើកកម្ពស់ដើម្បីចិញ្ចឹមជីវិតដើម្បីយុះដើម្បីគណៈแล้วសូមដំណើររឿងអំពីរឿងមីនេះនេះព្រះពុទ្ធលោកសម្ដែងថាជនទាលទាំងឡាយតែញ៉ាំងខ្លួនឲ្យវិនិច្ឆ័យផងហើយញ៉ាំងជនដែលធ្វើតាមជារបស់ខ្លួនឲ្យវិនិច្ឆ័យផងដែលថាពាលីអតានញ្ចៈអត្តណោវចនៈការកេចៈវិនិច្ឆ័យទេនឹងញ៉ាំងខ្លួនឯងឲ្យវិនិច្ឆ័យផងញ៉ាំងអ្នកធ្វើតាមពីឲ្យវិនិច្ឆ័យផងនៅក្នុងនគររាជក្រឹសមានសទ្ធិមួយគាត់បានខែឈើខ្លឹមច័ន្ទយកអំពីទឹកអណ្ដែតមកចូលទៅក្នុងបណ្ដាញរបស់គាត់ហើយកន្លែងគាត់ដាក់សំណាញ់ជាកន្លែងលេងទឹកការពារគ្រឿងអលង្ការរបស់គាត់បានមកហើយឈើខ្លឹមច័ន្ទល្អណាស់ឡើងរលោងដោយសារអំណាចតែកាត់ថ្មក៏កាត់ទឹកហើយគាត់គិតថាអាត្មាចង់ពិសោធន៍មើលតើប្រារហន្តមានទឹកតើមួយណាគាត់យកទៅធ្វើជាបាតខ្លឹមច័ន្ទមួយបាតធ្វើបាតហើយគាត់យកទៅចងនឹងចុងរស័យចាំងខ្ពស់ឲ្យគេចងទៅគាត់ប្រកាសថាបើសិនជាក្នុងលោកនេះមានប្រារហន្តមែនក្នុងលោកនេះគឺតើតណែនហោះតាមអាកាសហើយមកយកបានទៅបានយើងជឿថាមានប្រារហន្តព្រោះសទ្ធិគាត់គេហៅថាជាកតធិបសម្មាទិដ្ឋិក៏មិនមែនមិច្ឆាទិដ្ឋិក៏មិនមែនគាត់ចង់ដឹងក៏មិនទាន់ជឿទេព្រោះវាមិនដឹងមួយណាមួយប្រារហន្តទីខណ្ឌនៃប្រារហន្តទីខណ្ឌនៃប្រារហន្តគ្រប់តែរូបគ្រប់តែប្រាណនេះនឹងមួយណាហើយប្រកាសរយៈ7ថ្ងៃហើយយកអំពីគ្រូ6ដែលជាបុគ្គលមានកំណត់ខូចមានចិត្តរឹងក្អឹងម្នេះយ៉ាងក្រៃលែងអតិមាននោះគាត់ថាយើងគ្មានចេះហោះចេះហើរទេតែយើងត្រូវធ្វើយ៉ាងម៉េចដើម្បីប្រើមធ្យោបាយឲ្យគេស្គាល់យើងជាប្រារហន្តហើយបានបាតនឹងផងបានបាតហើយឲ្យគេស្គាល់ថាយើងជាប្រារហន្តនិគុណនឹងឯងបានប្រើសាវៈរបស់ខ្លួននោះឲ្យទៅនិយាយនឹងសទ្ធិទៅនិយាយថាលោកសទ្ធិសូម្បីត្រឹមតែបាតមួយនឹងយើងមិនគួរទេបាតនេះគួរគឺថាសំគួរដល់គ្រូរបស់យើងហើយបាតហ្នឹងប៉ុន្តែគ្រាន់តែបាតមិនគួរឲ្យគ្រូយើងឲ្យពួកយើងមកហោះហើរអីមកយកសម្ដែងរិទ្ធត្រឹមតែបាតនោះប៉ុន្តែតាមការពិតវាអត់ចេះតែនិយាយទៅសទ្ធិទៅទេបើចង់បានហោះមកយកទៅគិតទៅអស់រយៈ4-5ថ្ងៃថ្ងៃទី1និក្រុមទៅខ្លួនឯងមកតែពួកគ្រូទៅខ្លួនឯង
ដល់មកធ្វើកិច្ចកូនសិស្សឯងចាំលើអញបើសិនតែគេមិនអោយអញធ្វើហោះអញលើកដៃមួយជើងមួយរៀបចង់ហោះឯងត្រូវស្រែកប្រាប់ថាលោកគ្រូកុំអីគ្រាន់តែបានមួយចំណៃហោះធ្វើអីប្រយោជន៍អីហើយចាប់ទាញអញឲ្យដួលទៅណែអានឹងគេហៅថាប្រើល្បិចបាំងសិទ្ធិហើយដល់ធ្វើដំណើរទៅមានអីនេះក្រុមនឹងឯងលើកដៃមកខាងលើកជើងមកខាងបែរយើងចង់ធាក់ដោយទេវតាហោះអញ្ចឹងយើងចង់ហោះលូអញ្ចឹងប៉ុន្តែមានទៅតើណាអូយបើកលេសទុំទៅដុកអញ្ចឹងចិត្តថេមានអ្នកនៅពេញខ្លួនលោកគ្រូគេថាលោកគ្រូអើយកុំចង់បានអីចឹងណែគ្រាន់តែបាត់មួយច្បាច់ហោះហើអីកុំគ្រូកំហោះវាមិនសមទេលោកសថីឲ្យបាត់មកគ្រូយើងមកហើយកុំខត់អញហោះទៅយកតោះទៅបានកូនសិស្សតែកុំចាប់ចកែលោកគ្រូទាញមកដេកដីទៅហើយបាននិក្រនថាលោកសថីឃើញទេខ្ញុំក៏មិនហោះទៅយកបាតហ្នឹងហើយក៏ប៉ុន្តែកូនសិស្សរបស់ខ្ញុំគេមិនឲ្យចំហោះទេបើអញ្ចឹងហើយឲ្យបានមកយើងមកយើងមិនឲ្យយើងហោះទេមកទេបើចង់បានបើជាប្រារហន្តមែនហោះទៅខ្ញុំរឿងបាតមួយរឿងការជូនការប្រគេនបាតមួយជារឿងធម្មតាប៉ុន្តែចង់ដឹងថាណាប្រារហន្តបើរហន្តហោះវិញហើយគ្រូទាំងអស់នេះក៏ស្កេលទៅតាមហ្នឹងទៅដល់ពេលលេងចឹងហើយដល់ចឹងយកអំពីប្រមហាមុគលានហើយនឹងមិត្តព្រះអង្គទៀតបើបិណ្ឌបាតទៅលោកទៅឈរនឹងលើខ្នងថ្មមួយលោកស្ដាប់ជនអ្នកបដាលទាំងអស់និយាយថាមហាអើយគ្មានទេប្រារហន្តក្នុងលោកវាសូត្រប្រារហន្តពេញទឹកពេញដីដល់សម្រេចទៅប្រារហន្តណាមួយដើម្បីឲ្យឃើញជាក់ច្បាស់គួរជឿបានអត់មានលោកសថីចងបាតអស់7ថ្ងៃនេះហើយបើសិនជាប្រារហន្តដល់ហោះទៅហើយដល់អញ្ចឹងយកអំពីកមុកលៀនហើយនឹងមិត្តភ័ក្ដិហ្នឹងដែលថេរៈដែលជាសម្លាញ់ហ្នឹងលោកនិយាយថានេះពាក្យហ្នឹងហើយវាទៅគិតទៅគឺដល់ពុទ្ធសាសនាយើងណាពុទ្ធសាសនាយើងមានប្រារហន្តហើយដល់តែគេនិយាយអញ្ចឹងវាដូចជាទៅគិតទៅគឺដូចជានាំឲ្យអន់ពុទ្ធសាសនាដូចចឹងយើងគិតចង់សម្ដែងបរិហាដើម្បីឲ្យឃើញចេះច្បាស់ពីនឹងហ្មងតែថានេះសម្លាញ់ឯងទៅយកបាតហ្មងសម្លាញ់ថាពីប្រមុខលៀនឯងមានទឹកច្រើនណាឯងទៅយកមកអត់បើសិនជាឯងទៅយើងទៅលោកលៀនថាឯងទៅគ្រាន់តែទៅខ្លួនជប៉ុនគ្រាន់តែទៅចូលកម្មឈានចតុធឈានបានជាពេញញៀចយកជើងទឹកថ្មបាច់យកហោះវើទៅលើអាកាសបាត់ហើយថ្មហ្នឹងគ្រាន់តែផ្ទៃ3គីឡូវ៉ុតចិត្តមួយយោជចង់បាំងទីក្រុងនឹងចិត្តអ្នកត្រកទាំងអស់មើលទៅឃើញថ្មដែរងាប់ឲ្យធ្លាក់លើយើងបាច់ក្បាលងាប់ឲ្យយ៉ាងនេះចំថ្មអីណាត់ស្ទាំងមកពេញមេឃទេនាំវាខ្លាចយកចែបាំងក្បាលខ្លះទៅក្បាលខំទៅពួនខ្លាចសកត់ពលឺអាហ្នឹងដែលធ្លាក់មកស្មានចែហ្នឹងទៅជាប់ហ្នឹងដល់ហោះអញ្ចឹងទៅមកអញ្ចឹងទៅបានបថេរៈដែលជាសម្លាញ់ព្រះមហាមុគលានហ្នឹងលោកទង្វាយថ្មបង្ហាញអត្តភាពដល់មហាជនបានមហាជនស្រែកថាអូលោកម្ចាស់ចាប់ថ្មហ្នឹងឲ្យជាប់អូតែលបូតមកខ្ទេចកណាទាំងអស់គ្នាហើយដល់គេមើលឃើញសពសារពលទៅលោកទាត់ផាំងគាត់មេជើងថ្ម3គីឡូដើមវើទៅបាត់ទៅនៅចំកន្លែងដើមវិញទៅហើយលោកក៏ឈរនៅលើអាកាសហោះទៅដល់កន្លែងផ្ទះមហាសទ្ធិឃើញកើតសទ្ធាជ្រះថ្លាមានបញ្ញាជាតមរភេស្វែងគុំថេរៈខ្ញុំចៅចុះមកមិនទៅយកបាតទេចាំទូអង្គមឲ្យគេយកមកប្រគេនព្រះអង្គចុះមកគេហើយសទ្ធិក៏យកបានក្លឹមច័ន្ទមកដល់អាហារពេជ្រជើងសពសារពើទាំងអស់គឺថាពេញហើយក៏ប្រគេនព្រះអង្គទៅហើយព្រះអង្គបានចង្ហាន់បិណ្ឌបាតក៏ធ្វើដំណើរទៅកាន់ប្រវត្តិយាអំពីមហាជនដល់មើលណែលឃើញ
มหาชนណាបានឃើញទៅមហាជនណាដែលមិនបានឃើញមកដល់មកទាំងភូមិទាំងភូមិមកស្វែងគុំលោកម្ចាស់សម្ដែងបរិហានតិចមកឲ្យខ្ញុំកណាបានឃើញផងព្រោះខ្ញុំកណាមកមិនទាន់ម្ល៉េះឲ្យមនុស្សទាំងអស់គប់កោរំពងសម្ដីខ្ជិវខ្ញាត់ទៅមកវាផ្លែកខ្ញុំណែឃើញស្រាប់តែរឿងហ្នឹងឮដល់ពុទ្ធជាម្ចាស់សួរអនន្តសម្លេងអីហ្នឹងបានអនន្តប្រាប់តាមដំណើរហ្នឹងទៅបានព្រះអង្គពេលនោះលើកប្រជុំភិក្ខុសង្ឃលើកបញ្ញត្តិនៅសិក្ខាបទលែងឲ្យភិក្ខុសង្ឃសម្ដែងរិទ្ធឲ្យឈប់កុំធ្វើអញ្ចឹងហើយលោកឲ្យយកបាតហ្នឹងយកមកដល់វាយកំទេចចោលបាត់សំចាំហ្នឹងយកមកវាយកំទេចចោលទៅបុកធ្វើជាថ្នាំសម្រាប់បតភ្នែកដល់វិខទាំងឡាយឲ្យបញ្ញត្តិសិក្ខាបទទៅហើយនិយាយអំពីពួកនិក្រុនដែលអង្គតែរស់ស្វៀតធ្វើមិនឲ្យប្រកែមកវិញដឹងឮសូត្រតែព្រះសម្ពុទ្ធបញ្ញត្តិសិក្ខាបទដល់ពួកសង្ឃសាព្រះឲ្យសบายចិត្តហើយយើងតែប៉ុណ្ណេះយើងមានឱកាសហើយកាលណាបើព្រះអង្គបញ្ញត្តិសិក្ខាបទយ៉ាងនេះហើយមុខជាព្រះអង្គក៏ទៅរក្សាសិក្ខាបទដែរព្រះអង្គក៏ត្រូវរក្សាសិក្ខាបទដែរហើយដល់អញ្ចឹងទៅពួកនិក្រុនបាននិយាយថាយើងនឹងត្រូវសម្ដែងបរិហាផ្ចាចាញ់សមណៈគោ10ម្ដងប្រការព្រោះដឹងតែនោះបញ្ញត្តិសិក្ខាបទហើយបើអញ្ចឹងខ្លួនឯងត្រូវតែប្រកាសនៅការធ្វើបរិហាពួកនិយាយថាអើយពួកសមណៈគោ10ក្រុមសាវកនៃសមណៈគោ10អន់ណាគ្រាន់តែបាបឈឺសោះសុខចិត្តទៅសម្ដែងគុណវិសេសដែលគេបិទបាំងបង្ហាញគេបង្ហាញឯងព្រោះតែចង់បាបឈឺនេះពួកយើងនេះបានមកត្រឹមត្រូវត្រឹមតែបាបឈឺមួយចាំបាច់ទៅសម្ដែងបរិហាយណាយើងណាប៉ុណ្ណឹងកុំទៅចង់បានរបស់គេបិទបាំងគុណធម៌ខ្ពស់ឲ្យយកមកទៅដានក្រាបគេឥឡូវអត់ទេឥឡូវបញ្ញាសិក្ខាបទហ្នឹងប៉ុន្តែយើងថ្ងៃក្រោយនឹងសម្ដែងបរិហាតបនឹងសំណាក់គោ10ម្ដងលេងគ្រូហ្មងនេះរឿងហ្នឹងយើងគិតទៅឃើញថាលក្ខណៈប៉ុណ្ណេះគួរឲ្យឃើញថាគ្រូទាំង6នេះមានល្បិចច្រើនចិត្តរបស់គ្រូទាំង6សុទ្ធតែប្រកបទៅដោយអវិជ្ជាព្យាបាទនិងមិច្ឆាទិដ្ឋិអញ្ចឹងហើយបណ្ឌិតដូចម្ដេចបានណានិយាយចាមនិយាយកុហកនិយាយញុះញង់និយាយចាស់ដល់និយាយអត់ប្រយោជន៍ហើយបណ្ឌិតដូចម្ដេចបានដូច្នេះកាយក៏អាក្រក់វាចាក៏អាក្រក់ចិត្តក៏អាក្រក់ទាំងអស់អញ្ចឹងលោកមិនហៅថាបណ្ឌិតទេលោកហៅតែជនពាលនេះគ្រូដែលប្រកបដោយធម៌ដ៏លាមកហ្នឹងលោកហៅតែជនពាលជាអ្នកមិនមានសេចក្តីនឿយណាយជាអ្នកមិនមានសេចក្តីឃើញត្រង់ជាអ្នកមិនមានប្រាជ្ញាជាគ្រឿងដោះខ្លួនចេញចំអំពីវត្តដាក់អង្គគឺមានតែទិដ្ឋិមានអ្នកហើយចូលចំពាក់ក្នុងលៀបសក្ការៈប្រើល្បិចកលច្រើនយ៉ាងដើម្បីកិត្តិយសដើម្បីកេរ្តិ៍ឈ្មោះដើម្បីយុទ្ធសក្ការៈក្នុងការចិញ្ចឹមជីវិតនៃខ្លួនក្នុងឋានៈជាអាចារ្យនៅក្នុងលោកនេះស្ដាប់តនេះប៉ុណ្ណេះអញ្ចឹងរឿងនេះវែងហើយសូមឈប់ត្រឹមប៉ុណ្ណឹងចាំក្រែកពេលក្រោយទៀតបានសម្ដែងបន្តដើម្បីសម្រួលតាមពេលវេលាទាំងម៉ោងអញ្ចឹងគាត់បញ្ជាក់ថាជនពាលដីម្រេចជនពាលគឺជនណាដែលប្រកបទៅដោយកាយទុច្ចរិតវិច័យទុច្ចរិតមនោទុច្ចរិតដូចជាគ្រូទាំង6មានបរណកតបៈជាដើមហ្នឹងលោកហៅថាជនពាលហើយចឹងក្រៅអំពីគ្រូទាំង6នេះជនណាក៏ដោយឲ្យតែប្រកបទៅដោយធម៌10យ៉ាងហ្នឹងលោកហៅថាជនពាលទាំងអស់លោកហៅថាជនពាលទាំងអស់សូម្បីភិក្ខុដែលបួសក្នុងសាសនាក៏ជនពាលដែរដូចជាភិក្ខុទេវទត្តក្រុមភិក្ខុទេវទត្តដែលប្រកបដោយធម៌ដ៏លាមកក៏លោកហៅថាជនពាលដែរអញ្ចឹងពាលមួយម៉ាត់នេះមិនមែនកុហកមិនមែនបព្វជិតទេក៏រហ័សក៏ដោយបព្វជិតក៏ដោយឲ្យតែប្រកបទៅដោយអកុសលកម្មនៅក្នុងកាយវិចារនឹងចិត្តហើយលោកហៅថាជនពាលទាំងអស់មុននឹងបញ្ចប់នៅប្រធរទេសនា
ក៏សូមប្រម៉ែប្រមូលនៅបុណ្យកុសលនេះលើកឡើងឧទ្ទិសជូនចំពោះបានដល់ពលិវិញ្ញាណខណ្ឌបព្វការីជនពលកមេត្តាបេតាញាតិកាទាំង7សន្តានរបស់ព្រះករុណានិងអស់លោកសាធុជនពុទ្ធបរិស័ទទាំងអស់ទូទាំងរាជាណាចក្រកម្ពុជាក៏សូមឲ្យបានសុខឲ្យបានចម្រើនហើយសូមលើកនៅមហាកុសលថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតព្រមទាំងសម្ដេចព្រះអគ្គមេសីដែលជាព្រះមហាក្សត្រគ្រប់គ្រងនៅលើប្រទេសកម្ពុជាទាំងមូលសូមឲ្យព្រះអង្គប្រកបដោយបជនមាទាខ្យុជាងរយប្រកាសនិងប្រកបដោយសេចក្តីសុខគ្រប់យ៉ាងដើម្បីគង់នៅជំលប់និងជាសក្ការៈដល់ប្រជាប្រដ្ឋទូទាំងប្រទេសនិងសូមលើកនៅមហាកុសលនេះឧទ្ទិសជូនចំពោះដល់រាជរដ្ឋាភិបាលគ្រប់បំបត្តិថ្នាក់មន្ត្រីរាជការពួកបញ្ញវន្តវិរិជនអ្នកស្នាជាតិបុព្វបុរសហើយនឹងកងទ័ពយុទ្ធជនយុទ្ធនារីនិងប្រជាប្រដ្ឋទូទាំងប្រទេសសូមឲ្យបានសុខឲ្យបានចម្រើននិងប្រកបដោយពរទាំងឡាយ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងប្តីពិនៈកំបីគ្លៀងគ្លាតឡើយម្យ៉ាងទៀតសូមប្រម៉ែប្រមូលនៅមហាកុសលនេះលើកឡើងពុកដុំសាជាថ្មីប្រគិនដល់ព្រះករុណាគ្រប់ព្រះអង្គដែលមានសម្ដេចព្រះសង្ឃរាជទាំងពីរគណៈជាតប្តីនិងពុទ្ធបរិស័ទទាំងអស់ដែលបានស្ដាប់ធម៌ទេសនានិងពុទ្ធបរិស័ទទូទៅនៅក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យបានសុខឲ្យបានចម្រើនដែលមានសេចក្តីប្រាថ្នាក្នុងសម្បត្តិមនុស្សទេវតានិងប្រសិទ្ធភាពសម្បត្តិណាមួយក៏សូមឲ្យបានសម្រេចទៅតាមសេចក្តីប្រាថ្នារៀងខ្លួនកុំបីអខានឡើយអយ៉ាងធម្មទេសនាសង្ខេបេនសមត្តាពធទេសនានៃបានសម្ដែងមកតែប៉ុណ្ណេះក៏លមមសំគួរថៃចាប់ត្រឹមប៉ុណ្ណេះឯងអេវ៉ាំងអ្នកមត្ថោរតនតយសៈអ្នកមោរិកិរិយានមស្ការថ្វាយបង្គំមេនៃខ្ញុំរករុណាអត្ថោចូលមានរតនតយសៈចំពោះប្រជុំ3នៃបរតនៈគឺបានដល់ព្រះពុទ្ធរតនៈ1បឋមរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពអ៊ីតោបរាំងធម្មំទេសសាមិបន្តអំពីបទនមស្ការនេះទៅខ្ញុំរកណាថ្នាភាពក៏សូមលើកឡើងនៅមង្គលកថាយកមកសម្ដែងបន្តនៅក្នុងពេលមុនបានបញ្ជាក់អំពីរឿងទាលហើយនឹងគ្រូទាំង6តែមិនទាន់ចប់តែឥឡូវនេះសូមលើកយកនៅនិទាននេះយកមកសម្ដែងរៀបរាប់បន្តទៅទៀតដើម្បីឲ្យប្រកាសណានឹងអស់លោកពុទ្ធបរិស័ទទាំងឡាយបានយល់ចូលចិត្តហើយឲ្យកាន់តែស្គាល់ថាតើបុគ្គលពាលដូចម្ដេចហើយបុគ្គលដែលជាបណ្ឌិតដូចម្ដេចគឺបុគ្គលពាលដូចជាគ្រូ6ដែលមានបរណកសបៈសត្វតែជាជនប្រកបទៅដោយទុច្ចរិតធម៌គឺកាយទុច្ចរិតវិច័យទុច្ចរិតមនោទុច្ចរិតជាអ្នកប្រើពាក្យមុសាវាទៈសម្បជានុសាវាទៈគឺនិយាយកុហកទាំងដឹងខ្លួនដើម្បីបិទបាំងនៃចិត្តនៃគំនិតរបស់ខ្លួនដែលជាប្រតិទិនប្រឡាក់ដោយកិលេសហើយដើម្បីចម្រើនឡើងនៃលៀបយុះនិងសក្ការៈបំបិទបំបាំងផ្ដេកមហាជនទូទៅទាំងអស់កុំឲ្យគេដឹងបានឲ្យគេសម្គាល់តែខ្លួនឯងជាព្រះអរហន្តហើយឲ្យគេនៅតែគោរពធ្វើបុណ្យធ្វើសក្ការៈដើម្បីបូជានិងលៀបសក្ការៈក្នុងរឿងនោះនិយាយអំពីនៅពេលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បានបញ្ញត្តិនៅសិក្ខាបទហាមឃាត់លែងឲ្យភិក្ខុសង្ឃក្នុងពុទ្ធសាសនាសម្ដែងបរិហាសម្ដែងរិទ្ធបង្ហាញប្រាប់មហាជនពេលឯងពួកនិគុណទាំងឡាយកាលបើឮសូរពាក្យនេះហើយក៏មានសេចក្តីសប្បាយចិត្តនឹកក្នុងចិត្តថាពេលនេះឱកាសល្អយើងមានហើយយើងនឹងធ្វើនៅកលល្បិចគ្រប់យ៉ាងដើម្បីឆាឆៅដើម្បីដំឡើងខ្លួនបង្អាប់នៅព្រះពុទ្ធសាសនា
ការបើប្រសំណាក់គូដំបញ្ញាសិក្ខាបទដល់សាវាហើយត្រូវតែបញ្ញាសិក្ខាបទចំពោះខ្លួនហើយតែងតែដើរទៅនិយាយប្រាប់មហាជនថាឲ្យពេលដឹងឮថាពុទ្ធសាសនាដែលមានសំណាក់គូដំអន់ណាស់សូម្បីត្រឹមតែបាតឈឺក៏សុខចិត្តសម្ដែងបរិហាដែលជាឧត្តរធម៌ដែលជាធម៌វិសេសវិសាលបង្ហាញជាដែរតែឥឡូវនេះហើយចំណែកពួកយើងមិនធ្វើអញ្ចឹងទេយើងជាព្រះអរហន្តពិតតែយើងមិនទៅសម្ដែងបរិហាអីត្រឹមគ្រាន់តែបាតមួយអញ្ចឹងទេរហហើយទៀតនេះក៏លឺទៅដល់មហាជនទាំងឡាយខ្លះក៏ចូលចិត្តទៅខ្លះក៏មិនចូលចិត្តទៅពេលឯងប្រមាថទំវិសាលឬសូរសម្លេងនេះហើយឬសូរនៃគ្រឿងវិធានគៀនសម្ដែងបរិហាតបនឹងព្រះសម្មាសម្ពុទ្ធបរមគ្រូក៏ចូលទៅថ្វាយបង្គំព្រះដ៏មានភាពថាបបពិតព្រះអង្គឬសូរតែព្រះអង្គបញ្ញាសិក្ខាបទមែនទេមិនឲ្យភិក្ខុសង្ឃសម្ដែងបរិហាពិតមែនហារីអញ្ចឹងសិក្ខាបទនេះតើព្រះអង្គមានបានបញ្ញត្តិចំពោះខ្លួនឯងទេឥឡូវពួកនិក្រុនគេនិយាយថាគេនឹងសម្ដែងបរិហាទល់នឹងព្រះសម្មាសម្ពុទ្ធបរមគ្រូហើយពេលឯងប្រដមានអភិលោកបានមានប្រាប់បន្ទូលថាបបពិតមហារាជរឿងសិក្ខាបទដែលតថាគតបានបញ្ញត្តិនេះគឺបញ្ញត្តិចំពោះតែសាវកទេចំណែកឯតថាគតមិនបានបញ្ញត្តិទេដូច្នេះតថាគតនឹងសម្ដែងបរិហាជាមួយនឹងពួកគ្រូទាំង6ដោយផ្ទាល់ព្រះអង្គឯងដោយខ្លួនតថាគតតែម្ដងបានស្ដេចពុទ្ធសាសនាពុទ្ធមហារាជអញ្ចឹងមិនខុសបើព្រះអង្គបានបញ្ញត្តិហើយបើពុទ្ធមហារាជអ្នកពិចារណាមើលនិយាយអំពីស្វាយនៅក្នុងអោស្ទានរបស់អ្នកអោស្ទានរបស់ព្រះអង្គតើព្រះអង្គបើសិនជាមានគេមករឹសគេមកបេះយកទៅហូបបើគ្មានបរិជាអនុញ្ញាតនោះតើមានទោសទេថាមានទោសទៅដាក់ទណ្ឌកម្មចុះបើសិនជាព្រះអង្គសោយវិញតើមានទោសដែរទេតើអត់ទេព្រោះរបស់ព្រះខ្លួនយ៉ាងណាតថាគតខ្លួនយ៉ាងណាបរិហាតថាគតបញ្ញត្តិចំពោះទសាវកទេចំណែកតថាគតខ្លួនឯងមិនបានបញ្ញត្តិទេអញ្ចឹងតថាគតមិនមានកំហុសទេតថាគតអាចសម្ដែងបរិហាតបនឹងពួកនិគុណបានដាច់ទំវិសាលលោកតើទឹកដីចេះស្លាប់តែអញ្ចឹងបងប្រហែលខែគឺសម្ដែងដល់ថ្ងៃពេញបរមីខែសានឹងតថាគតសម្ដែងហើយនៅ4ខែទៀតអញ្ចឹងបងសម្ដែងនៅណាសម្ដែងនៅនគរសាវត្ថីតើនៅអីនៅនឹងគេហៅថាគាត់ដៀបពាក់គឺថាស្វាយរបស់ជនឈ្មោះកនបៀននឹងជាអ្នកដាំហើយយកអំពីពួកនិក្រុនទាំងឡាយឬសូយ៉ាងនេះតើយើងមិនធម្មតាទេជាមួយសពដាក់គោ10 4ខែទៀតព្រះអង្គសម្ដែងបរិហាតបយើងហើយដូច្នេះតើយើងគិតយ៉ាងម៉េចទៅដល់ពេលជំនុំគ្នាយើងគិតយ៉ាងម៉េចយើងស្មានតែបានឱកាសល្អដូច្នេះយើងត្រូវប្រើវិធីល្បិចតទៅទៀតគឺថាយើងនឹងដើរតាមសំណាក់គោ10មកជាប់ហើយប្រាប់មហាជនថាបើគេសួរថាម៉េចបានទៅតាមសំណាក់គោ10ត្រូវនិយាយប្រាប់គេថាយើងនឹងតាមធ្វើបរិហាផ្ចាផ្ចាញ់សំណាក់គោ10បើសិនជារត់យើងនឹងចាប់មិនឲ្យរត់រួចឡើយព្រោះគាត់ដល់យើងតាមយកទៅមុខចរត់ហើយយើងមិនឲ្យរត់រួចទេយើងត្រូវទៅចាប់វាយ៉ាងហ្មងហើយដល់លើសូរព្រះសម្មាសម្ពុទ្ធបរមគ្រូនឹងសម្ដែងបរិហានៅនគរស្វាយនៅដើមស្វាយអញ្ចឹងគឺក្នុងចម្ងាយមកយោទៅក្រុងសាវត្ថីសាធុជនទាំងឡាយគ្រូ6បានប្រើឧបត្ថម្ភឲ្យដើរកោះកោតស្វាយលោកតែញ៉ាំសេចក្តីត្រេកអរឲ្យកើតឡើងក្នុងឈាននឹង2ហើយឈានភូមិគឺភូមិនៃបឋមជាតិនិងទុតិយជាតិបានតែកើតនៅក្នុងឋានព្រំនេះឯងអស់7សង្វត្តដាក់វិវត្តកម្មគឺថាកាប់ចម្រើនវិនិច្ឆ័យដល់ទៅ7ដងមិនបានមកកើតនៅក្នុងរយៈកាល7សង្វត្តដាក់វិវត្តកម្មនេះមិនបានមកកើតនៅក្នុងកាមលោកនេះទេនៅក្នុងសម័យណាដែលលោកគឺមានមនុស្សទេវតានិងមហាព្រហ្ម
ព្រះមហាព្រហ្មឯងដល់នៅសេចក្តីវិនិច្ឆ័យដោយភ្លើងបល័យកម្មសន្និតតបោះឯងបានចម្រើនឈានទុរិយឈានទៅកើតនៅក្នុងឋានភស្រៈព្រំនៅក្នុងសម័យណាដែលលោកដល់នៅសេចក្តីចម្រើនក៏បានបង្កើតក្នុងវិមានមហាព្រំដ៏ស្ងាត់សូន្យឈឹងគិតទៅអស់រយៈកាល7សង្វត្តវិវត្តកម្មនេះចំណែកសន្និតតបោះហើយចំណែកសិស្សានុសិស្សរបស់តបោះវិញដែលជាអ្នកគោរពជាអ្នកប្រណិប័តធ្វើតាមដំបូងមានគ្រូនោះគឺខ្លះបានទៅកើតនៅក្នុងព្រហ្មលោកខ្លះទៀតបានទៅកើតក្នុងទេវតាទាំង6ជាន់ខ្លះទៀតបានទៅកើតក្នុងតកូលគេហៅមហាសាលគឺខត្តយៈមហាសាលព្រាមណៈមហាសាលនិងកហបតីមហាសាលគ្មានជនណាម្នាក់ដែលចុះទៅកើតនៅក្នុងអបាយភូមិមាននរកប្រែនអសុរកាយទេរឆានឡើយគឺកើតមនុស្សទេវតានិងព្រហ្មដែលសារអំណាចគុណធម៌ដែលខ្លួនបានប្រព្រឹត្តបានគោរពបានបប្រតិបត្តិទៅតាមអាចារ្យដែលបានព្រៀនបដៅខ្លួនហើយដូច្នេះពាក្យថាបណ្ឌិតនឹងការចូលទៅខ្សែគប់នៅជនជាបណ្ឌិតនេះលោកចាត់ថាជាមង្គលគឺថាកិរិយាចូលទៅខ្សែគប់នៅបណ្ឌិតជាមង្គលព្រោះបណ្ឌិតជាអ្នកមិនញ៉ាំងខ្លួនឲ្យវិនិច្ឆ័យឡើយតែងតែប្រព្រឹត្តធម៌ដើម្បីតម្កុំតម្កើងខ្លួននេះបានផុតអំពីទុក្ខគឺមានអបាយភូមិជាដើមជនណាម្នាក់ទុកជាស្ត្រីឬក៏បរិសដែលបានចូលទៅខ្សែគប់នៅជនជាបណ្ឌិតហើយក៏រមែងបានសេចក្តីចម្រើននៅគុណធម៌ទាំងឡាយដូចជារឿងគ្រូសនិកអញ្ចឹងក៏រមែងបានទៅកើតនៅក្នុងឋានសួគ៌ឋានសុខដោយសារអាស្រ័យនឹងការខ្សែគប់នៅជនជាបណ្ឌិតនេះឯងដូច្នេះពាក្យថាមង្គលនេះភាសាបាលីអានថាមង្គលៈប្រែថាហេតុជាទីកើតនៅសម្បត្តិទាំងឡាយហេតុជាទីកើតនៅសេចក្តីសុខទាំងឡាយហេតុជាទីកើតនៅសេចក្តីចម្រើនទាំងឡាយសេចក្តីសុខសម្បត្តិសេចក្តីសុខនិងសេចក្តីចម្រើនទាំងអស់វាកើតតែមកអំពីមង្គលគឺសំដៅយកការប្រណិប័តគឺសំដៅយកការប្រព្រឹត្តគឺសំដៅយកការខ្សែគប់ដោយគេលោកពោលថាបណ្ឌិតានាងសេវនាកិរិយាចូលទៅខ្សែគប់នៅជនជាបណ្ឌិតនេះគឺចាត់ជាមង្គលមួយសេចក្តីសុខសេចក្តីចម្រើនគ្រប់យ៉ាងដែលកើតឡើងក្នុងលោកនេះវាអាស្រ័យនឹងការខ្សែគប់បើសិនជាខ្សែគប់ត្រូវហើយបើខ្សែគប់ខុសហើយជនទាំងឡាយណាដែលបានទៅរួមរស់អាស្រ័យនៅជាមួយនឹងបណ្ឌិតបើមិនទាន់คลายខ្លួនទៅជាបណ្ឌិតទេក៏មានឈ្មោះក៏មានកេរ្តិ៍ឈ្មោះព្រោះដែរក៏គង់គឺទៅសតអោជននេះមានសំណាងណាស់បានទៅអាស្រ័យនៅជាមួយនឹងអ្នកប្រាជ្ញនៅជាមួយនឹងបណ្ឌិតនៅជាមួយនឹងសាមណៈអ្នកមានប្រាជ្ញាដែលចេះដឹងម្ល៉េះហើយជននេះគង់នឹងបានចេះគង់នឹងបានដឹងនឹងបានคลายទៅជាបណ្ឌិតណែបើថាមិនទាន់ចេះមិនទាន់ដឹងទេក៏គង់នឹងមានទីទៅសើដែរហើយសេចក្តីសរសើរទាំងអស់ឯងសុទ្ធតែជាហេតុជាបច្ច័យជាអានិសង្សដែលនាំឲ្យបាននៅសេចក្តីសុខចម្រើនគ្រប់យ៉ាងទាំងអស់នេះធ្វើឲ្យចិត្តនឹងរីករាយធ្វើឲ្យចិត្តនឹងសប្បាយដូច្នេះរឿងមង្គលកថាដែលពោលខាងដើមនេះគឺពាក្យថាបណ្ឌិតានញ្ញសេវនាកិរិយាខ្សែគប់នៅជនជាបណ្ឌិតនេះចាត់ជាមង្គលដ៏ឧត្តមនេះគឺថាមានសេចក្តីនឹងច្រើនទៅទៀតមានបរិយាយនឹងច្រើនទៅទៀតមាននិទានដែលប្រារព្ធនឹងច្រើនទៅទៀតប៉ុន្តែក្នុងពេលនេះលើកត្រឹមតែប៉ុណ្ណេះយកមកសម្ដែងប្រគិន
នឹងជូនដល់បកណាគ្រប់អង្គនិងអស់លោកពុទ្ធបរិស័ទទាំងអស់ឲ្យបានយល់ឲ្យបានចូលចិត្តទុកជាប្រទីបសម្រាប់ពិចារណាហើយសម្រាប់ពិចារណាដើម្បីស្វែងរកនៅសេចក្តីសុខនិងសេចក្តីចម្រើននៅក្នុងការរស់នៅក្នុងសង្គមនេះហើយក៏សូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណេះចាំពេលក្រោយសូមបន្តអំពីមង្គលទី2តទៅទៀតប៉ុន្តែមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមូលប្រមុំនៅបុណ្យកុសលនេះលើកឡើងឧទ្ទិសប្រគេនថ្វាយចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រមទាំងវថេរានុថេរៈគ្រប់ព្រះអង្គនៅក្នុងប្រទេសកម្ពុជាឬក៏នៅក្រៅប្រទេសកម្ពុជាសូមឲ្យព្រះអង្គបានប្រកបទៅនូវសេចក្តីសុខនិងសេចក្តីចម្រើនម្យ៉ាងទៀតសូមលើកនៅមហាកុសលនេះឧទ្ទិសថ្វាយចំពោះសម្ដេចគឺថាប្រកាសណាជាម្ចាស់ជីវិតព្រមទាំងសម្ដេចព្រះអគ្គមហេសីនិងព្រះជវង្សានុវង្សនៃព្រះអង្គសូមឲ្យព្រះអង្គប្រកបដោយសេចក្តីសុខគ្រប់យ៉ាងដើម្បីគង់ប្រថាប់នៅជាមលុបនិងជាសក្ការៈបូជាដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាតរៀងទៅយ៉ាងទៀតសូមលើកនៅមហាកុសលនេះឧទ្ទិសជូនចំពោះរាជរដ្ឋាភិបាលគ្រប់10ថ្នាក់មន្ត្រីរាជការកងទ័ពនគរបាលយុទ្ធជនយុទ្ធនារីគឺថាទាំងអស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមនិងបានដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងមូលឬក៏នៅក្រៅប្រទេសកម្ពុជាក៏សូមឲ្យបានសុខបានចម្រើនហើយសូមឲ្យបានប្រកបនៅពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិញ្ញៈកំបីគ្លៀងគ្លាឡើយអយ៉ាងធម្មទេសនាសង្ឃេតេនសមត្តាប្រធរទេសនាដែលបានសម្ដែងមកតែប៉ុណ្ណេះក៏លំមសំគួរតែចាប់ត្រឹមប៉ុណ្ណេះឯងអេវ៉ាំងអ្នកមត្ថោរតនតយស្សៈអ្នកមោរិកិរិយានមស្ការថ្វាយបង្គំមាននៃខ្ញុំប្រការណាអត្ថោចូលមានរតនតយស្សៈចំពោះប្រជុំ3នៃបរតនៈគឺបានដល់ព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពអ៊ីតោបរੰខមៀងទេសសាមិបន្តអំពីបទនមស្ការនេះទៅខ្ញុំប្រកាសណាអាត្មាភាពក៏សូមលើកឡើងទៅនៅមង្គលកថាយកមកសម្ដែងបន្តអំពីថ្ងៃមុននៅក្នុងពេលនេះចង់បញ្ជាក់បន្ថែមអំពីការសាច់គប់នៅបុគ្គលជាបណ្ឌិតទៀតថាបណ្ឌិតនេះប្រែសេចក្តីមកថាអ្នកប្រាជ្ញអ្នកមានចំណេះចេះដឹងអ្នកមានប្រាជ្ញាជាអ្នកឃើញច្បាស់នៅប្រយោជន៍សម្រាប់ខ្លួននិងប្រយោជន៍អ្នកដទៃជាអ្នកឃើញច្បាស់នៅហេតុល្អនិងហេតុអាក្រក់ហើយជាអ្នកឃើញច្បាស់យ៉ាងជាក់លាក់ប្រកបដែលខ្ពស់គឺជាអ្នកឃើញនៅចតរារិយសច្ចដោយប្រាជ្ញានៃខ្លួនគឺមានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈហើយនៃម្យ៉ាងទៀតលោកបានពោលថាពាក្យថាបណ្ឌិតនេះគឺសំដៅយកបុគ្គលណាដែលជាអ្នកមានសិល5ក្តីសិល8ក្តីសិល10ក្តីក៏ឈ្មោះហៅថាបណ្ឌិតទាំងអស់ដូចជានៅក្នុងគម្ពីរមង្គលដ្ឋទីពនីលោកបានបញ្ជាក់ថាបុគ្គលណាដែលប្រកបទៅដោយកុសលកម្មបដ10បុគ្គលនោះឈ្មោះហៅថាបណ្ឌិត
ហើយកុសលកម្មបត់10នោះគឺបានដល់កាយកម្ម3វិច័យកម្ម4មនោកម្ម3កាយកម្ម3ទី1មិនសំណប់សត្វមិនបៀតបៀនសត្វទី2មិនល្មួចមិនលួចទ្រព្យសម្បត្តិជនដទៃទី3មិនប្រព្រឹត្តខុសក្នុងកាមវចីកម្ម4ទី1មិននិយាយកុហកទី2មិននិយាយញុះញង់អគារបែកគ្នាទី3មិននិយាយពាក្យអាក្រក់មានជាបតិចផ្ដាសាវងងាយជនដទៃទី4មិននិយាយពាក្យឥតប្រយោជន៍នេះហៅវចីកម្ម4ផ្នែកខាងកុសលមនោកម្ម3ទី1អនបិជ្ជាមិនសម្លឹងរំពេចង់បានទ្រព្យសម្បត្តិគេមកធ្វើជារបស់ខ្លួនបើចង់បានគឺចង់បានតែសម្បត្តិខ្លួនតឹងប្រែងរកស៊ីទៅតាមកម្លាំងរបស់ខ្លួនទី2អភិបាតោមិនមានគំនិតចងគំនុំដើម្បីឲ្យសត្វដទៃដល់នូវសេចក្តីវិនាសគឺមានតែមេត្តាចិត្តគឺចិត្តប្រកបទៅដោយសេចក្តីស្រឡាញ់រាប់អានចំពោះសត្វទូទៅទី3សមាទិដ្ឋិប្រាជ្ញាយល់ឃើញត្រូវគឺជឿទៅលើកម្មហើយនឹងផលនៃកម្មជឿថាកម្មនៃសត្វធ្វើហើយជារបស់ของខ្លួនជឿសេចក្តីត្រាស់ដឹងរបស់ពុទ្ធជឿទៅធម៌ទាំងឡាយដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងហើយជាធម៌ពិតជាធម៌មែនជានិយានិកធម៌ជាធម៌សំណោចចម្លងសត្វអំពីលោកនេះទៅកាន់ព្រះនិព្វានជនណាជាអ្នកប្រតិបត្តិនៅធម៌ជននោះតែងដល់នូវសេចក្តីសុខសមនោះក្នុងបច្ចុប្បន្នទៅប្រាក់លោកជឿដូច្នេះហៅថាសមាទិដ្ឋិជនណាដែលប្រកបទៅដោយកុសលកម្មបត់ទាំង10ប្រការនេះបានសម្ដែងមកហើយនេះជននោះឯងលោកហៅថាបណ្ឌិតនៅក្នុងទីនេះបណ្ឌិតតែងធ្វើខ្លួនឲ្យបានស្ដីស្ងប់បណ្ឌិតមិនបានបិទបៀនខ្លួនមិនបានបិទបៀនចិត្តដទៃម្ល៉េះហើយបណ្ឌិតនោះក៏ដល់នូវសេចក្តីសុខសន្តិភាពនៅក្នុងអត្ថភាពនៃខ្លួនមិនត្រឹមប៉ុណ្ណោះទេបណ្ឌិតទាំងឡាយតែងទៅជួយអ្នកដទៃការវាឃើញសត្វដទៃដល់នូវសេចក្តីទុក្ខវេទនាដែលហេតុណាមួយបណ្ឌិតទាំងឯងតែងតែមានសេចក្តីសន្តោសស្នាបណីរកឧបាយរកកលឹះធ្វើយ៉ាងម៉េចឲ្យជននោះបានផុតចាកអំពីសេចក្តីទុក្ខតែមានសេចក្តីសង្គ្រោះដល់ជនដទៃដោយវត្ថុទាំងឡាយមានទ្រព្យជាដើមសូម្បីត្រឹមតែវត្ថុបន្តិចបន្តួចក៏បណ្ឌិតមិនមានសេចក្តីកំណាញ់តែងតែចែករំលែកនៅវត្ថុនោះដល់ជនដទៃឲ្យគេបានដល់សេចក្តីសុខផងដោយខ្នេះជនទាំងឡាយណាដែលបានចូលទៅសែវគប់នៅជនជាបណ្ឌិតជនទាំងឡាយនោះតែងបាននូវសេចក្តីសុខសេចក្តីចម្រើនក្នុងលោកនេះនិងលោកខាងមុខសូមលើកនិទានមួយដែលមានសម្ដែងនៅក្នុងកម្មពីមង្គលដ្ឋទេពនីនិយាយអំពីនាងឈ្មួញហើយនាយសំពៅអ្នកជួញប្រែនឹងមានដល់ទៅ700នាក់បានជិះសំពៅឆ្លងកាត់សមុទ្រដល់ពេលធ្វើដំណើរទៅដល់ពាក់កណ្ដាលទឹកពាក់កណ្ដាលសមុទ្រស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងហើយក៏បានវាយសំពៅនោះបំបែកនៅក្នុងទឹកទៅទឹកក៏បានផុសផុលចូលទៅក្នុងសំពៅនោះយ៉ាងខ្លាំងក្លាមហាជនទាំងអស់ដែលមានចំនួន700មានសេចក្តីភ័យតក់ស្លុតយ៉ាងខ្លាំងក្លាអំពីមរណៈហើយជនទាំងអស់នោះតែងតែកាន់នៅលទ្ធិផ្សេងខ្លះយកទេវតាអង្គនេះជាទីពឹងខ្លះទេវតាអង្គជាទីពឹងធ្វើនៅពលីកម្មធ្វើនៅវិធីបន្សន់សម្បងរងតាំងពីដើមមកដល់ពេលមានសេចក្តីភ័យនេះកើតឡើងជនទាំងឡាយ700នាក់នោះក៏ដល់នៅសេចក្តីតក់ស្លុតយ៉ាងខ្លាំងក្លាខ្លាចនៅសេចក្តីស្លាប់តែងធ្វើនៅពិធីបន្សន់បួងសួងហៅរកទេវតាអង្គនេះហៅរកទេវតាអង្គនោះ
ឲ្យគេឲ្យទេវតានោះឯងចូលមកជួយខ្លួនឲ្យផុតចាកនៅសេចក្តីភ័យសេចក្តីស្លាប់នេះនៅក្នុងចំណោមជនទាំងអស់នោះមានបរិសម្នាក់មុននឹងចុះសំពៅគាត់បានបំពេញនិទានហើយនឹងសមាទានសិល5ហើយសិល5ទី1មិនសម្លាប់សត្វទី2មិនលួចទ្រព្យសម្បត្តិជនដទៃទី3មិនប្រព្រឹត្តខុសក្នុងកាមទី4មិននិយាយកុហកទី5មិនផឹកទឹកស្រវឹងគឺសុរានិងមេរ័យគាត់គិតថាជីវិតសង្ខាររបស់អាត្មាអញក្តីសត្វដទៃក្តីសុទ្ធតែមិនទៀងទាត់តែងតែកើតឡើងហើយស្លាប់ទៅវិញជាធម្មតាហើយសត្វទាំងអស់ដែលស្លាប់ទៅគ្មានអ្វីជាទីពឹងក្រៅអំពីទានសិលភាវនាដែលខ្លួនបានធ្វើគឺកុសលធម៌នោះទេម្ល៉េះហើយបើទុកជាអាត្មាអញមិនស្លាប់ពេលនេះក៏គង់តែនឹងស្លាប់ពេលក្រោយដូច្នេះសេចក្តីស្លាប់នេះជាពវេនីជារឿងធម្មតារបស់សត្វបរិសុទ្ធនោះគាត់មិនមានសេចក្តីភ័យភិតព្រួយអីទេបែរជាគាត់លើកភ្នែនឡើងអង្គុយតាំងសមាធិហើយពិចារណានៅទានដែលគាត់បានបរិច្ចាគហើយមុននឹងធ្វើដំណើរមកពិចារណានៅអង្គសិលនីមួយដែលជាសិលបរិសុទ្ធរបស់ផងខ្លួនដែលខ្លួនបានសមាទានហើយឬចុះសំពៅមកម្ល៉េះហើយសេចក្តីភ័យសេចក្តីតក់ស្លុតសេចក្តីខ្លាចរបស់បរិសុទ្ធនោះក៏មិនមានទៅជាបរិសុទ្ធអង្គុយស្ងប់ស្ងៀមប្រកបដោយសេចក្តីអង្អាចនៅចំកណ្ដាលនៅមច្ចរីជនទាំងឡាយទាំង700កាលបើមានសេចក្តីភ័យរៀងខ្លួនហើយឃើញបរិសុទ្ធនោះមិនមានភ័យក៏បានសួរថាណែបរិសុទ្ធដ៏ប្រសើរតើណែឯងហេតុអីបានមិនមានសេចក្តីភ័យនឹងគេចំណែកឯពួកខ្ញុំទាំងអស់គ្នាអីក៏មានភ័យម្ល៉េះបរិសុទ្ធនោះបានឆ្លើយថាខ្ញុំមិនមានសេចក្តីភ័យតក់ស្លុតនឹងសេចក្តីស្លាប់ទេព្រោះខ្ញុំយល់ថាសេចក្តីស្លាប់នេះជារឿងធម្មតារបស់មនុស្សសត្វដែលវាសំខាន់បំផុតនោះឯងគឺបុគ្គលទៅតែមានកុសលធម៌មានធម៌ជាទីពឹងសម្រាប់ទៅកាន់ប្រលោកខាងមុខហើយខ្ញុំកំពុងតែពិចារណានៅទានហើយនឹងសិល5របស់ខ្ញុំនេះបានកាន់ហើយបានសមាទានហើយបានជាខ្ញុំមិនមានភ័យនិយាយឈ្មោះទាំងអស់ទាំង700នាក់ក៏និយាយអង្គបកបរោះនោះគឺថាឲ្យសិលដល់ខ្លួនព្រោះនឹកឃើញដល់ខ្លួនមុខជាស្លាប់ហើយមិនមានអីទីពឹងទេដូច្នេះសូមបរោះក៏ប្រសើរមេត្តាប្រទាននៅសិល5ដល់យើងខ្ញុំទាំងអស់គ្នាដើម្បីឲ្យបានសិលទាំង5នោះឯងជាទីពឹងមុននឹងសេចក្តីស្លាប់ចូលមកដល់អុយទឹកចេះតែចម្រើនឡើងចេះចូលសំពៅបរិសុទ្ធនោះមានប្រាជ្ញាណាស់ក៏បានបែងចែកនៅអ្នកឈ្មោះទាំង700នឹងជា7ពួកមួយពួក100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 ហើយបានឲ្យកាន់នៅសិល5ក្នុងពួកទី1ឲ្យសិល5ចប់ទឹកក្នុងសំពៅក៏លិចដល់ភ្នែកគូលនឹងមួយពួកចប់ទៅពួកទី2កាលណាបើទទួលសិល5នេះចប់ទឹកក៏ឡើងដល់ជង្គង់នៅក្នុងសំពៅនឹងដល់ជង្គង់ណាឈរឲ្យសិលឈរទទួលសិលដល់ពួកទី3គ្រាន់តែទទួលសិលចប់ទឹកដល់ចកេះដល់ពួកទី4គ្រាន់តែកាន់សិលចប់ទឹកដល់ផ្សិតពួកទី5ទឹកដល់ដោះពួកទី6ទឹកដល់កកពួកទី7គ្រាន់តែសមាធិសិលចប់គឺទឹកចូលមាត់ទឹកប្រៃចូលមាត់គឺថាសិតតែឈរក្នុងសំពៅទាំងអស់អ្នកឲ្យសិលក៏ឈរអ្នកទទួលសិលក៏ឈរដោយសេចក្តីប្រុងប្រយ័ត្នជាអ្នកមិនប្រមាទ
កាលណាបើសិនជាជនទាំង700នាក់បានទទួលសិលចប់ហើយកាលណាបរោះនោះក៏ស្រែកថាណែអ្នកទាំងឡាយទីពឹងទាំងអស់មិនមានទេគឺមានតែសិលដែលយើងបានសមាទិហើយជាទីពឹងដ៏ប្រសើររបស់យើងទាំងអស់គ្នាហេតុដូច្នេះអ្នកទាំងឡាយក៏បីលះបង់ជីវិតកុំលះបង់សិលឡើយត្រូវពិចារណាសិលដោយសតិប្រាជ្ញានៃខ្លួនព្រោះសិលខ្លួនបានសមាទិហើយជនទាំងអស់ក្នុងសំពៅក៏ចាប់ពិចារណាសិលទាំងអស់គ្នាលះបង់ជីវិតបន្សល់ទុកវេទនាដកចិត្តដកកំណត់គិតតែពីរឿងសិលដល់ពេលអស់អាយុសង្ខារដោយសារទឹកលិចទាំងអស់ទៅក៏បានទៅកើតនៅក្នុងឋានតាវតឹងឈ្មោះថាសតលបៈកាយិកាទេវបុត្របានន័យថាពួកទេវបុត្រគឺប្រព្រឹត្តនៅខ្លួនក្នុងគណៈធ្វើនៅកុសលធម៌ដែលជាធម៌របស់សប្បុរសនៅពេលមុនស្លាប់នេះបានទៅកើតនៅក្នុងឋានសួគ៌គឺឈ្មោះជាទេវតាដូចនេះដែលសារអានិសង្ឃនៃសិលនេះជានេះគឺពពួកទេវតាទាំងអស់ទាំងអាចារ្យទាំងសិស្សបានទៅកើតទៅឋានតាវតឹងជុំគ្នាទេវតាជាអាចារ្យបានកើតនៅចំកណ្ដាលមានប្រាសាទឯងជាប្រាសាទមាសគឺថាប្រកបដោយ100យោជន៍ក៏ដោយយោជន៍100ហើយបានកូនសិននឹងនៅព័ទ្ធជំវិញបហោបហែវត្តចោមរូមប្រាសាទចិត្តផុសឡើងជំវិញប្រាសាទលោកអាចារ្យឯងប្រាសាទយ៉ាងទាបបំផុតយ៉ាងទៅបំផុតប្រកបដោយយោជន៍12សត្វតែប្រាសាទប្រកបដោយរតនវត្ថុទាំងអស់នេះនឹងនិយាយអំពីអានិសង្សសិលកុំថាដល់តែបុគ្គលសមាទានសិលរាល់ថ្ងៃនោះសូម្បីត្រឹមតែគឺថាសមាទានសិលត្រឹមតែទៀបស្លាប់មួយខណៈនឹងស្លាប់នឹងក៏មានអានិសង្សខ្លាំងដូចជាធម៌បានសម្ដែងមកហើយនេះជនជាបណ្ឌិតគឺបរិសុទ្ធដ៏ប្រសើរដែលជាអាចារ្យបានធ្វើទានបានកាន់សិលបានធ្វើភាវនាកម្មទុកក្នុងចិត្តលើកខ្លួនឲ្យផុតចាកអំពីសេចក្តីទុក្ខគ្រប់យ៉ាងឲ្យផុតអំពីអបាយនឹងបណ្ឌិតតែងធ្វើខ្លួនឲ្យបានសេចក្តីសុខហើយចំណែកងាយពាណិជ្ជទាំង700នាក់ដែលជាអ្នកធ្វើតាមពាក្យបង្គាប់នៃអាចារ្យចូលទៅខ្សែគប់អាចារ្យនោះក៏បានសម្ដែងប្រាប់បញ្យលឲ្យកាន់សិល5ស្លាប់ទៅក៏បានទៅកើតឋានសួគ៌ដែលជាឋានសុខមួយឋានតាវតឹងមិនមែនជាឋានអន់ទេបើពលអំពីសេចក្តីសុខរបស់មនុស្សហើយនឹងសេចក្តីសុខក្នុងឋានតាវតឹងវិញមិនអាចប្រៀបបានទេសេចក្តីសុខក្នុងឋានមនុស្សយើងនេះលោកបានប្រៀបថាបុគ្គលទាំងឡាយប្រម៉ែប្រមូលយកនៅរតនវត្ថុមាសប្រាក់កែវមณีជាដើមឲ្យអស់អំពីលោកនេះមាន16នគរព្រោះក្នុងសម័យព្រះមាននគរធំ16នគរហើយតសម្បត្តិ16នគរនេះมันបានមួយចំណិតនៃទ្រព្យសម្បត្តិរបស់ទេវតាឋានចាតុមហារាជការដែលលោកបែងចែក16ជំនាអី16ដងបានន័យថាយកសម្បត្តិក្នុងឋានចាតុមហារាជនេះបែងចែកជា16ហើយបោះចោល15ទុក1បែងចែកជា16ទៀតហើយចោល15ទុក1រហូតដល់ទៅ16ដងហើយសម្បត្តិនៅក្នុងលោកយើងនេះมันបានមួយចំណិតនៃសម្បត្តិឋានទេវតាជាន់ចាតុមហារាជហើយគេសោយសុខពីលោកព្រាបទៅសេចក្តីសុខក្នុងឋានសួគ៌នោះគឺខុសអំពីមនុស្សយើងសពថ្ងៃនេះអាយុយ៉ាងច្រើន100ឆ្នាំលើសបន្តិចឬចិត្ត100ដូច្នេះយើងកណាស់ប៉ុណ្ណេះម្នាក់ទៅហើយឈ្មោះតែសោយសេចក្តីសុខក្នុងឋានមនុស្សនោះបានប្រមាណថ្ងៃតិចណាស់បើឋានចាតុមហារាជវិញសេចក្តីសុខ
គឺថាស្មើនឹងអាយុយើងរស់នៅរបស់ទេវតាឋាននោះមនុស្សយើងអាយុដល់ទៅ9លានឆ្នាំនឹងស្មើគេយើងនេះ9លានឆ្នាំស្មើគេមួយជាតិបើឋានតវតឹងវិញស្មើនឹងយើង3កោត6លានឆ្នាំដោយគ្នាសេចក្តីសុខរបស់ទេវតានោះខ្លាំងជាងមនុស្សឆ្ងាយណាស់នេះនឹងអានិសង្សសិល5ដែលបុគ្គលបានកាន់ហើយដោយខ្ជាប់ខ្ជួនសូម្បីត្រឹមពេលវេលាដែលទៀតស្លាប់នឹងក៏បានបុណ្យបានអានិសង្សច្រើនដោយពីរឿងនេះបានសម្ដែងមកនេះជនទាំងអស់នេះដែលបានសេចក្តីសុខក៏អាស្រ័យមកអំពីអប់រំចិត្តរក្សានូវសិល5ទាំងអស់ដូច្នេះហើយបានប្រពន្ធលោកបានសម្ដែងថាសីលេនសុគតੰយន្តេសីលេនភោគសម្បទាសីលេននិពុតੰយន្តេតស្មាសីលੰវិសោតយេសត្វទាំងឡាយបានទៅកម្មសុគតេក៏ព្រោះតែសិលសត្វទាំងឡាយបរិបូរណ៍ដោយភោគសម្បត្តិនិងបរិវារសម្បត្តិក៏ព្រោះតែសិលសត្វទាំងឡាយដែលធ្វើដំណើរទៅកាន់ទនពៀនដែលយថារំលត់បងនូវសេចក្តីទុក្ខក៏ព្រោះតែសិលព្រោះហេតុដូច្នោះសាធុជនជាសពរស់ទាំងឡាយក៏បីចម្លះសិលរបស់ខ្លួនស្អាតផុរផង់នឹងជាអានិសង្សរបស់សិលដូច្នេះមង្គលកថាដែលខ្ញុំរកណាស្មារតីបានសម្ដែងអំពីការសើគប់ចំពោះមិត្តដែលជាបណ្ឌិតនេះក៏សូមសង្ខេបត្រឹមប៉ុណ្ណេះសិនចាំពេលក្រោយនឹងសម្ដែងបន្តនៅមង្គលទី2នេះបន្តទៀតតែមុននឹងបញ្ចប់នៅប្រធមទេសនាក៏សូមប្រម៉ែប្រមូលនៅបុណ្យកុសលនេះឧទ្ទិសថ្វាយចំពោះសម្ដេចព្រះសង្ឃរាជទាំង2គណៈព្រមទាំងបថេរានុថេរៈគ្រប់ព្រះអង្គដែលបានបួសតទ្រង់នៅព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាក្តីនិងក្រៅប្រទេសកម្ពុជាក្តីសូមឲ្យព្រះអង្គបានប្រកបទៅដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់យ៉ាងដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាព្រះបរមគ្រូនេះបានគ្រប់តាមប៉ុនប្រសាទតរៀងទៅម្យ៉ាងទៀតសូមថ្វាយនៅបរិកសមនេះបានដល់ប្រកណាជាម្ចាស់ជីវិតព្រមទាំងសម្ដេចព្រះអគ្គមហេសីសូមឲ្យព្រះអង្គបានប្រកបដោយបច្ចុប្បន្នមាទីខយុជាង100ប្រវត្តិសាស្ត្រនិងប្រកបដោយសេចក្តីសុខគ្រប់យ៉ាងដើម្បីគង់ប្រថាប់នៅជាមលុបដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រជាជាតិកម្ពុជាទាំងមូលម្យ៉ាងទៀតសូមលើកនៅមហាកុសលនេះឧទ្ទិសជូនចំពោះដល់រាជរដ្ឋាភិបាលមន្ត្រីរាជការគ្រប់10ថ្នាក់ពួកបញ្ញវន្តវិរិជនកិត្តិជនយុទ្ធនារីកងទ័ពនិងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាហើយនឹងបណ្ដាមនុស្សសត្វទាំងអស់ក្នុងពិភពលោកសូមឲ្យបានសេចក្តីសុខនិងសេចក្តីចម្រើនដោយអានុភាពនៃពធទេសនានៃបានសម្ដែងអំពីមង្គលកថានេះកុំបីឃ្លៀងឃ្លាតឡើយអយ៉ាងធម្មទេសនាសង្ឃេបេនសមត្តាប្រធរទេសនានៃបានសម្ដែងមកហើយនេះក៏លមមសំគួរថាចាប់ត្រឹមប៉ុណ្ណេះឯងអេវ៉ាំងអភិវិតនសីលិសនិច្ចੰវុធាបច្ចាយណោចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰពលំធម៌គឺពរទាំងឡាយ4ប្រការគឺអាយុ1ពរសម្បុរកាយ1សេចក្តីសុខ1កម្លាំង1រមែងចម្រើនអស់កាលចនិចដល់អ្នកដែលមានសេចក្តីអន់កាយថ្វាយបង្គំចំពោះបរតនត្រ័យជាប្រកដីនិងអ្នកដែលមានសេចក្តីគោរពកោតក្រែងចំពោះបុគ្គលដែលជាអ្នកមានសេចក្តីចម្រើនដោយគុណយានសីលគុណជាដើមឬដែលចម្រើនដោយវ័យគឺចាស់ប្រធាចា